ទេសនិកជនជាទីមេត្រីពេលនេះបងប្អូនខ្មែរយើងកំពុងត្រៀមអម្រុំទទួលឆ្នាំថ្មីឆ្នាំម្សាញ់សប្បុរសពុទ្ធសករាជ2569ឱកាសនេះយើងខ្ញុំសូមអតិថិនាមជូនទស្សនិកជននៅទស្សនៈមួយចំនួនអំពីសត្វពស់ស័ក្តិសិទ្ធិក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរនិងមតិរបស់បណ្ដាលោកអាចារ្យអំពីការទូទាយប្រកបដោយសុទិដ្ឋិនិយមតាមមហាសង្ក្រាន្តឆ្នាំថ្មីតាមទស្សនៈរបស់បងប្អូនខ្មែរពស់ជាប្រភេទសត្វរស់នៅក្នុងធម្មជាតិមានតួនាទីយ៉ាងសំខាន់ចំពោះប្រព័ន្ធជីវដ្ឋានប៉ុន្តែពស់ក៏ជាសត្វបង្កការភ័យខ្លាចដល់មនុស្សដែរព្រោះអីពស់មួយចំនួនមានពឹសបណ្ដាចំណុចពិសេសខាងលើនេះហើយក៏ជាប្រភពនៃរឿងព្រេងនិទានទាំងឡាយអំពីឫទ្ធិអំណាចរបស់សត្វពស់ផងដែរក្នុងហោរាសាស្ត្រខ្មែរពស់ជាសត្វនៃរាសីចក្រទី6តំណាងឲ្យសត្វតស៊ូព្យាយាមឆ្លៀសវៃឆ្ពោះទៅដល់អភិវឌ្ឍក្នុងពុទ្ធសាសនាពស់ជាប្រភេទសត្វមិនសូវបានលើកឡើងក្នុងប្រវត្តិរឿងទេប៉ុន្តែបណ្ដាលោកអាចារ្យបានរកឃើញនៅប្រវត្តិរឿងមួយអំពីសត្វពស់រឿងនិទានថាកាលពីសម័យព្រះសម្មាសម្ពុទ្ធនៅកុងជាធរមានភិក្ខុសង្ឃទាំងឡាយបានទូលប្រាប់ព្រះពុទ្ធថាមានភិក្ខុមួយអង្គត្រូវពស់ចាក់សុគតពេលឮដូច្នោះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម៌ទេសនាទូលមានភិក្ខុទាំងឡាយថាពេលនិមន្តទៅកាន់បណ្ដាតំបន់ព្រៃក្រាស់និងតំបន់ភ្នំត្រូវតែស្វាធ្យាយធម៌ព្រះសូត្រដើម្បីផ្សាយនូវក្តីមេត្តានិងក្តីស្រឡាញ់ដល់សត្វមានជីវិតទាំងអស់ក្នុងនោះមានស្ដេចពស់ទាំង4ចាប់ពីពេលនោះមកវិរូបសូត្រថវិរូបខេបានភិក្ខុទាំងឡាយនិយមសូត្ររហូតមកដល់សប្តាហ៍ថ្ងៃនេះព្រះអង្គនឹងបានសម្ដែងជាគាថាឬក៏អធិប្បាយឲ្យយល់ច្បាស់អំពីហេតុផលថាព្រះភិក្ខុនឹងគឺព្រះអង្គមិនមានប្រសាយចិត្តមេត្តាធម៌នៅក្នុងតកូលរបស់ព្រះនឹងប្រភេទព្រះដែលមាន4ប្រភេទព្រះទី1នោះពីសម័យនោះគឺមានឈ្មោះថាវិរូបកាសដល់ព្រះទី2នឹងមានឈ្មោះថាអេរិយកថាដល់ព្រះទី3នឹងឈ្មោះថាឆាភិបតៈដល់ព្រះទី4នោះឈ្មោះថាបណ្ឌាគោខៈមកៈអញ្ចឹងហើយបណ្ដាលព្រះទាំង4ពីសម័យពុទ្ធកាលនឹងជាព្រះដែលមានពឹសកាច់សាហាវបំផិតប្រតិទិនមហាសង្ក្រាន្តប្រចាំឆ្នាំមានការទស្សទាយជាទូទៅសម្រាប់ឆ្នាំថ្មីដូចជាបាតុភូតសូរគ្រាសច័ន្ទគ្រាសនិងទឹកភ្លៀងក្នុងឆ្នាំជាដើមក្រៅពីនោះមហាសង្ក្រាន្តក៏បានធ្វើការទស្សទាយជាច្រើនអំពីសត្វពស់ដែលជានិមិត្តសញ្ញានៃឆ្នាំថ្មីផងដែរយោងទៅតាមទស្សទាយនៅក្នុងមហាសង្ក្រាន្តលោកអាចារ្យទាំងឡាយបានណែនាំប្រាប់ពុទ្ធបរិស័ទឲ្យមានការកែសម្រួលក្នុងសកម្មភាពផលិតដើម្បីជីវភាពបានសុខសាន្តហើយឆ្នាំម្សិញធាវតាដែលចោះមកនោះគឺនៅថ្ងៃចានវេលាម៉ោង 4:48 នាទីពេលរសៀលនឹងអាកាសធាតុមានទឹកដីភ្លៀងខ្យល់ជាដើមនឹងក្នុងនោះគឺមានភ្លៀងឆ្នាំនឹងក៏នៅដើមដៃនឹងល្អស្មើធំហើយកណ្ដាលដៃនឹងក៏ល្អស្មើធំដែរហើយដល់ចុងដៃនឹងទឹកhơiទូចអញ្ចឹងហើយយើងខ្ញុំនឹងតែងតែប្រសពប្រសាយឲ្យពុទ្ធបរិស័ទជើងវត្តនឹងបានយល់ច្បាស់ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី2025បងប្អូនខ្មែរបានរៀបចំពិធីកិច្ចជំនឿជាច្រើនដោយសង្ឃឹមថាសត្វពស់ស័ក្តិសិទ្ធិទេវតាឆ្នាំថ្មីនិងប្រសិទ្ធពរជ័យជួយរក្សាគុំក្រងឲ្យជីវភាពបានសុខសាន្តនិងសុភមង្គល